គេតែងតែនិយាយថានៅពីក្រោយភាពជោគជ័យរបស់មនុស្សម្នាក់តែងតែមានស្ត្រីម្នាក់នៅក្បែរប៉ុន្តែស្ត្រីដ៏អស្ចារ្យសម្រាប់ខ្ញុំគឺជាអ្នកម្ដាយរបស់ខ្ញុំហើយថ្ងៃនេះជាទិវានៃអន្តរជាតិកូនបានឃើញម៉ាក់លះបង់គ្រប់យ៉ាងដើម្បីគ្រួសារនិងដើម្បីកូនអរគុណម៉ាក់ដែលបានបង្កើតខ្ញុំមកទោះបីជាម៉ាក់ពេលនេះមិនបាននៅជិតកូនក៏ដោយក៏កូនម្នាក់នេះនៅតែដឹងគុណម៉ាក់អស់មួយជីវិតមិនអាចកាត់ថ្លៃបានម៉ាក់តែងតែប្រាប់ឲ្យកូនខំរៀនទោះបីជាម៉ាក់ដឹងថាពេលវេលាមួយណាជិតមកដល់ម៉ាក់ពិតជាខំប្រឹងធ្វើការដើម្បីឲ្យកូនបានរៀនចប់បានធ្វើការកាលពីក្មេងម៉ាក់តែងតែដាស់កូនឲ្យកូនទៅញ៉ាំបាយមុនទៅរៀនតែពេលនេះបែរជាមិនឮសំឡេងម៉ាក់មួយនេះវាពិតជាឈឺចាប់មែនទែនសម្រាប់កូនម្នាក់នេះព្រោះទុក្ខលំបាករបស់កូនមិនដែលបង្ហាញឬក៏ឲ្យម៉ាក់ឃើញពីចម្ងាយដែលកូនម្នាក់នេះធ្វើមិនបានឬក៏មិនជោគជ័យទេកូនតែងតែព្យាយាមខំអស់ពីសមត្ថភាពខំធ្វើការខំអភិវឌ្ឍខ្លួនដើម្បីថ្ងៃណាមួយឲ្យម៉ាក់បានសប្បាយចិត្តពីចម្ងាយដែលឃើញកូនជោគជ័យនៅអ្វីដែលកូនធ្វើចាប់ក្តីសម័យរហូតមកម៉ាក់គឺជាកម្លាំងចិត្តដល់កូនម្នាក់នេះដែលបានឲ្យកូនខំតស៊ូនៅក្នុងជីវិតមិនថាមានរឿងអីក៏ម៉ាក់តែងតែលើកទឹកចិត្តកូនពីចម្ងាយហើយវីដេអូនេះគឺធ្វើសម្រាប់អ្នកម្ដាយជាចុងក្រោយកូនពិតជាសប្បាយចិត្តមែនទែនដែលបានកើតជាកូនម៉ាក់ហើយអរគុណម៉ាក់ដែលបានបង្កើតកូនមកហើយបានរៀនដឹងក្តីបានចាប់ក្តីសម័យរបស់ខ្លួនបានស្គាល់ពីអ្វីដែលខ្លួនធ្វើទោះវាហត់នឿយបន្តិចមែនប៉ុន្តែក៏កូនសប្បាយចិត្តនៅអ្វីដែលកូនខំប្រឹងអស់រយៈពេលកន្លងមកម៉ាក់គឺជាមនុស្សម្នាក់ដែលផ្ដល់កម្លាំងចិត្តកូនជាចុងក្រោយកូនពិតជាស្រឡាញ់ម៉ាក់នឹកម៉ាក់ពីចម្ងាយ Happy Women's Day ម៉ាក់គឺជាមនុស្សដ៏អស្ចារ្យសម្រាប់កូន